គុណតម្លៃរបស់ផ្លែម្ទេសសម្រាប់សុខភាពផ្លែម្ទេសគឺជាដំណាំមួយប្រភេទផ្លែរបស់វាប្រើជាគ្រឿងហឹរហើយផ្លែម្ទេសក្រៅពីជួយបន្ថែមសោភ័ណភាពនិងរសជាតិរបស់អាហារផ្លែម្ទេសក៏មានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពផងដែរហើយទាំងនេះគឺជាអត្ថប្រយោជន៍របស់ផ្លែម្ទេសសម្រាប់សុខភាពទី1អាហារូបត្ថម្ភពេញលេញផ្លែម្ទេសមានសារធាតុចិញ្ចឹមសំខាន់សម្រាប់សុខភាពល្អពួកវាសម្បូរទៅដោយវីតាមីន C ដែលល្អសម្រាប់ពង្រឹងប្រព័ន្ធការពាររាងកាយរបស់លោកអ្នកនិងប្រឆាំងជាមួយនឹងជំងឺផ្សេងៗបានទៀតផងហើយផ្លែម្ទេសក៏សម្បូរទៅដោយវីតាមីន A ប៉ូតាស្យូមនិងជាតិដែកដែលសុទ្ធតែមានសារៈសំខាន់សម្រាប់សុខភាពនិងសុខុមាលភាពទូទៅទី2ការធូរស្បើយពីការឈឺចាប់ផ្លែម្ទេសក៏មានអត្ថប្រយោជន៍អាហារូបត្ថម្ភបន្ថែមមួយចំនួនដែលអ្នកប្រហែលជានៅមិនទាន់បានដឹងដែរឧទាហរណ៍វាដើរតួជាថ្នាំបំបាត់ការឈឺចាប់តាមបែបធម្មជាតិដូច្នេះផ្លែម្ទេសក៏អាចកាត់បន្ថយការរលាកនិងការកាត់បន្ថយការឈឺចាប់ផងដែរទី3សម្រកទម្ងន់ផ្លែម្ទេសគឺជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចង់រក្សារាងកាយឲ្យស្ថិតស្ថេរនិងគ្មានមេរោគបង្កគ្រោះថ្នាក់ដោយសារតែផ្លែម្ទេសទាំងនេះមានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរីនិងប្រឆាំងនឹងពពួកផ្សិតនេះគឺដោយសារតែនៅក្នុងផ្លែម្ទេសអាចជួយក្នុងការបំផ្លាញបាក់តេរីនិងផ្សិតមួយចំនួននិងជួយកាត់បន្ថយឱកាសនៃការចម្លងរោគទី4ញ៉ាំក្នុងកម្រិតមធ្យមផ្លែម្ទេសអាចជួយសម្រកទម្ងន់ដែលជាគុណសម្បត្តិដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតមួយតាមការពិនិត្យបានរកឃើញថានៅក្នុងផ្លែម្ទេសអាចបង្កើនល្បឿននៃការរំលាយអាហាររបស់លោកអ្នកនិងធ្វើឲ្យលោកអ្នកដុតកាឡូរីបានលឿននិងអាចជួយឲ្យស្រកខ្លាញ់បានបន្តិចម្ដងផងដែរលើសពីនេះទៅទៀតកម្ដៅដែលបង្កើតដោយម្ទេសអាចជួយកាត់បន្ថយចំណង់អាហារហើយវានឹងជួយឲ្យអ្នកទទួលទានកាឡូរីសរុបតិចជាងមុននិងស្រកទម្ងន់បានលឿនទៀតផងជាការពិតណាស់វាជារឿងសំខាន់នៅក្នុងការចងចាំរឿងទាំងនោះហើយម្ទេសនៅតែជាអាហារហឹរប្រសិនបើអ្នកកំពុងស្វែងរកវិធីកាត់បន្ថយរសជាតិអាហាររបស់អ្នកនិងបន្ថែមកម្ដៅខ្លះដល់ជីវិតរបស់អ្នកផ្លែម្ទេសគួរតែជាជម្រើសនៃការពិចារណាជាមួយនឹងអត្ថប្រយោជន៍សម្រាប់សុខភាពជាច្រើននិងមានរសជាតិឆ្ងាញ់ហើយពួកវាជាអាហារបំប៉នដែលទាក់ទាញភ្នែកទៀតផងបើទោះបីជាម្ទេសមានអត្ថប្រយោជន៍យ៉ាងណាក៏ដោយក៏ផ្លែម្ទេសនៅតែអាចបង្កផលប៉ះពាល់ផងដែរប្រសិនបើលោកអ្នកបរិភោគនៅក្នុងកម្រិតមួយច្រើនលើសលប់ដូច្នេះលោកអ្នកគួរតែរក្សាតុល្យភាពនៃអាហារដែលលោកអ្នកបរិភោគឲ្យស្ថិតនៅក្នុងកម្រិតសមស្របជានិច្ចទើបជាការប្រសើរ